បាទមិនហើយជីវិតអ្នកស្នេហាវិស័យវិនិយោគបាល់ទាត់បងប្អូនមិនថាខ្ញុំមិនថាគេមិនថាបងប្អូនទាំងអស់គ្នាសុទ្ធតែសៀងទាំងអស់ពីថ្ងៃនេះបាល់កលាប់ចាក់ខ្លាំងមែនតើបងប្អូនណាបាល់មើលទៅដូចជារៀបមិនទៅខ្ញុំអានេះជាគំនិតរបស់ខ្ញុំស្មើហើយក្រុមដែលតក៏ស៊ីមិនដាច់ដែរហើយប៉ះសិនតែក្រុមដែលគីឡូមិនត្រូវ ranking ជាមួយនឹងខ្លួនក៏มันអាចស៊ីបានដែរបងប្អូនណាជាពិសេសយើងមើលឃើញការប្រកួតយប់មិញ Real Madrid ក៏ដូចជា Manchester City បាទធ្វើស៊ីអ្នកវិនិយោគមែនតើបាទមិនថាខ្ញុំមិនថាគេទេបាទរបួសទាំងអស់គ្នាអំបិលតែម្ដងមិនគួរជឿទេបងប្អូនណានិយាយទៅថាខ្ញុំវិភាគមិនខុសក៏ថាបានដែរប៉ុន្តែខ្ញុំជឿថាអត់មានអ្នកវិភាគត្រូវទេបងប្អូនណាមិនគួរជឿថា Real បាទជាស្មើគ្នាជាមួយ Al-Hilal បាទ Al-Hilal យើងអាចថាគាត់ជាក្រុមមួយខ្លាំងគួរសមដែរប៉ុន្តែបើយើងប្រៀបធៀប ranking គ្នាវាខុសគ្នាឆ្ងាយពេកហើយដូចជាក្រុម Man City បាទប៉ះគ្នាជាមួយនឹង Casablanca បាទ Casablanca គឺជាក្លឹបរបស់ប្រទេសម៉ារ៉ុកដែលយើងមិនដែលធ្លាប់ស្គាល់បងប្អូនណាបាទហើយ Man City លេងអាតាក់អាតប់បាទអញ្ចឹងវាពិបាកមែនតើហើយយប់មិញ Real Madrid មានឱកាសឈ្នះបែរជាសុទ្ធមិនចូលទៀតពេលណាទីអត់ចូលទៀតអ្វីក៏វាអាចកាត់ឡើងដែរបាទពិបាកមែនទែនបងប្អូនណាបាទហើយខ្ញុំក៏សូមអធិស្ឋានផងដែរក្នុងការវិភាគយើងមើលតាមស្ថិតិបាទយើងមើលតាមទិន្នន័យប្រវត្តិអីយើងបង្ហាញជាលទ្ធផលជូនបងប្អូនអញ្ចឹងវាចេញខុសខ្ញុំមិនដឹងយ៉ាងម៉េចដែរហើយយប់មិញនេះ4គូគឺត្រូវបាន12គូទេបាទ4គូត្រូវបាន12គូទេគឺត្រូវក្រុម Robert Salzburg ជាមួយនឹងបាទក្រុមជួយទូគឺយើងឈ្នះណាប៉ុន្តែសម្រាប់ Real Madrid ជាមួយ Man City គឺយើងចាញ់បាទអញ្ចឹងអត់មានអីទៀតទេមានតែជូតទឹកភ្នែកហើយធ្វើដំណើរទៅមុខទៀតបាទយប់នេះយើងសងសឹកជាមួយនឹង4គូពិសេសណាបងប្អូនអញ្ចឹងខ្ញុំធ្វើការនិយាយវិភាគខ្លះតាក់ទងនឹង4គូសម្រាប់យប់នេះបងប្អូនណាអញ្ចឹងយើងកុំគិតពីរឿងបាទអតីតកាលយើងគិតពីអនាគតតែម្ដងយប់នេះគឺមាន4គូសំខាន់បាទដែលគូទី1នោះគឺបាទក្រុមយើងនិយាយក្រុមគូសំខាន់សិនគឺប៉ុកតូត្រូវប៉ះគ្នាជាមួយនឹង Inter Miami បងប្អូនណាបាទប៉ុកតូត្រូវប៉ះគ្នាជាមួយ Inter Miami នៅវេលាម៉ោង2រំលងអាត្រៀតបាទក៏ដូចជាក្រុមសំខាន់មួយទៀតគឺ Paris Saint-Germain បាទ Paris Saint-Germain ត្រូវប៉ះគ្នាជាមួយក្រុម Botafogo បាទ Botafogo របស់ប្រេស៊ីលនៅវេលាម៉ោង8ព្រឹកបាទគូនេះលេងម៉ោង8ព្រឹកហើយក៏មានដូចជាក្រុម AT បាទ AT ត្រូវប៉ះគ្នាជាមួយនឹងក្រុម Seattle បាទ Seattle Sound នេះនៅវេលាម៉ោង5ភ្លឺណាបងប្អូនហើយក៏មានការគួតគូបន្ទាប់ផ្សំមួយដែរគឺប៉ាល់ម៉ារ៉ាបាទប៉ាល់ម៉ារ៉ាត្រូវប៉ះគ្នាជាមួយនឹងអាឡាលីណាអាឡាលីនេះក៏ជាជើងខ្លាំងមួយដែរហើយប៉ាល់ម៉ារ៉ាគឺជាក្រុមជើងខ្លាំងរបស់ប្រទេសប្រេស៊ីលទៅប៉ះគ្នាជាមួយអាឡាលីនៅវេលាម៉ោង11ល្ងាចបាទគូនេះលេងមុនណាបងប្អូន4គូនេះសុទ្ធតែជាគូប្រកួតនៅក្នុងក្របខ័ណ្ឌ FIFA Club World Cup 2025បងប្អូនអញ្ចឹងសង្ឃឹមថាយប់នេះនឹងមិនលក់ទៀតទៅចុះបាទហ៊ាននិយាយចឹងហ្មងបាល់វាមិនតំណងទេបងប្អូនណាវាមិនសមហេតុសមផលបាទបើយ៉ាងអន់បំផុតបើរៀលឈ្នះទៅមកគ្រាប់វាថាយើងចាញ់លុយក៏យើងអាចនិយាយថាវាសមហេតុសមផលដែរវាធ្វើឲ្យវាមិនសមហេតុសមផលដោយ Man City ចឹងបាទការសប្លែងការនៅលេងដឹងស្អីផងហើយ Man City ឃើញគេលេងមិនដឹងស្អីលេងតាមគេដែរមិនដឹងស្អីដែរវាអញ្ចឹងបាទបាទវាអញ្ចឹងបងប្អូនយើងពិបាកណាស់ក្រមតុកលើតុកហ្នឹងបាទពិបាកនិយាយមែនវាធ្វើឲ្យមិនសមភ្នែកចឹងបងប្អូនបើមើលវាតំណងនេះតានេះវាចេញមកច្បាស់ជាងកីឡាកាសទៀតកីឡាកាសយើងដឹងថាវាជាការលេងបោកបញ្ឆោតអ្នកមើលអញ្ចឹងវាគ្រាន់ជាការសម្ដែងទេអានេះវាចេញមកធ្នូលជាងកីឡាកាសទៀតពិបាកដែរបងប្អូនវាពិបាកអញ្ចឹងណាខ្ញុំវិភាគទៅលើទិន្នន័យបងប្អូនខ្ញុំមិនមែនវិភាគតាមអារម្មណ៍ទេបងប្អូនចង់ថាវិភាគខុសអាណាទៅមើលឃើញថា Real Madrid ទៅលេងចាញ់លេងស្មើអញ្ចឹងបាទហើយយើងមើលហើយក្រុមលំដាប់ពិភពលោកលេខ1ប្រចាំពិភពលោកហើយលេងអញ្ចឹងហើយយើងនិយាយថាម៉េចបងប្អូនឲ្យខ្ញុំនិយាយថា Real ត្រូវតែស្មើគ្នាជាមួយ Al-Hilal ឲ្យខ្ញុំនិយាយថា Real ចាញ់ Al-Hilal ឲ្យខ្ញុំនិយាយកើតទៅនិយាយអត់កើតបាទនិយាយអត់កើតព្រោះយើងមើលទិន្នន័យទៅគឺវាល្អអញ្ចឹងឲ្យយើងទៅនិយាយថា Real ស្មើជាមួយ Al-Hilal វានិយាយមិនកើតណាបងប្អូនអញ្ចឹងបងប្អូនអាចពិចារណាតាមការគួរទៅថាដាក់គំនាបដាក់កំហុសមានបងប្អូនខ្លះក៏ជាខ្ញុំយកទៅវិភាគដូចអាចវិភាគដូចអានោះជាគំនិតរបស់បងប្អូនទេព្រោះខ្ញុំវិភាគតាមទិន្នន័យណាបងប្អូនអញ្ចឹងឲ្យខ្ញុំនិយាយថា Real ស្មើជាមួយ Al-Hilal វានិយាយមិនកើតណាបងប្អូនអញ្ចឹងទូយកបានអូខេយើងនិយាយពីគូយប់នេះតែម្ដងទៅបងប្អូនណាបាទ Inter Miami ទៅប៉ះគ្នាជាមួយ Porto បងប្អូនណា Inter Miami ទៅប៉ះគ្នាជាមួយ Porto ហើយបើយើងនិយាយអំពីក្រុមទាំងពីរនេះបាទវាគីឡូ
យ៉ាងណាវានៅតែមានប៉ុកតូមានទម្ងន់ជាងបងប្អូនណាអ្វីត្បិតតែ Inter Miami មាន Messi មាន Basket បាទមាន Suarez មានជាដើម Alaba អីប៉ុន្តែយ៉ាងណាដោយពួកគាត់ជូរីអស់ហើយបើយើងប្រៀបធៀបជាមួយ Oxy Porto សម្បូរដល់ធនធានក្មេងៗណាបងប្អូនហើយបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរ Porto ជាមួយ Inter Miami នេះអត់ដែរប៉ះគ្នាទេបងប្អូនណាអត់ដែរប៉ះគ្នាទេហើយបើនិយាយអំពីការប្រកួតចុងក្រោយរបស់ពួកគាត់គឺលទ្ធផលដូចគ្នាបាទនៅក្នុងការប្រកួត FIFA Club World Cup ជុំទី1បាទគឺស្មើគ្នាដូចគ្នាណាបងប្អូនគឺបាទ Inter Miami បានត្រឹមតែស្មើគ្នាជាមួយ Al Hilal សូនស្មើខណៈពេលដែល Porto នេះបានត្រឹមតែស្មើគ្នាជាមួយ Palmeiras សូនស្មើដូចគ្នាហើយបើនិយាយអំពី5ប្រកួតចុងក្រោយបាទ Inter Miami គឺឈ្នះ2ស្មើ2ចាញ់1ណាបងប្អូនហើយសម្រាប់5ប្រកួតចុងក្រោយរបស់ Porto គឺឈ្នះ3ស្មើ1ចាញ់1បាទឈ្នះ3ស្មើ1ចាញ់1ហើយតាក់ទងនឹងប្រវត្តិយើងអាចនិយាយថាប៉ុកតូនៅតែមានភាពល្អប្រសើរជាងបាទប៉ុកតូធ្វើត្បិតតែគាត់ស្មើគ្នាជាមួយប៉ាល់ម៉ារ៉ាស់ប៉ុន្តែក្រុមប៉ាល់ម៉ារ៉ាស់នេះគឺជាជើងខ្លាំងរបស់ប្រេស៊ីលបងប្អូនណាបើប្រៀបធៀបជាមួយនឹងអាមេរិកយើងដឹងថានៅអាមេរិកគឺប្រជាជនអាមេរិកអត់ចូលចិត្តបាល់ទាត់ទេបងប្អូនត្រូវបង្ខំឲ្យមកមើលទម្លាក់សម្បត្តិនៅសល់$7នៅសល់$4អ្នកខ្លះក៏មិនដឹងធ្វើអីចេះចូលមើលទៅបើសិនជាសួរថាប្រជាជនអាមេរិកគ្រប់ត្រូវបាល់ទាត់ពួកគាត់ដូចជាមិនសូវជាជាប់ជាគ្រប់ត្រូលបាល់ទាត់សោះខ្ញុំមិនដឹងថាយ៉ាងម៉េចគាត់ចូលចិត្តតែគ្រប់ត្រូលបាល់អោបបាល់បោះឬក៏វាយកូនបាល់ឯណានោះវិញអញ្ចឹងយើងមិនអាចបន្ទោសបានទេបងប្អូនគណៈពេលដែលមានក្រុមមួយចំនួនលេងអត់មានអ្នកមើលអីជាដើមអូខេអញ្ចឹងសម្រាប់គូទាំងពីរនេះបាទតើតងប្រវត្តិអាចនិយាយថាមិនលើគ្នាប្រហែលទេប៉ុន្តែបើយើងនិយាយពីសមត្ថភាពធនធានកីឡាករខ្ញុំគិតថាក្រុមប៉ុកតូគឺមានឱកាសច្រើនជាងក្នុងការឈ្នះយប់នេះបងប្អូនណាប៉ុកតូតឲ្យកន្លះដាច់ប៉ុន្តែយើងមិនដឹងថាទីទៀតប៉ុកតូនឹងតឲ្យប្រហែលទេព្រោះក្របបាល់វាឡើងចុះទៀងទេដូចយំមិញអញ្ចឹងបាទយំមិញក្រុម Man City តឲ្យរហូតដល់3គ្រាប់ដល់ពេលចិត្តលេងបាទងាកយប់ធ្លាក់នៅសល់តែ2.25បងប្អូនអាហ្នឹងគាត់តែយើងមើលឃើញក្របតនោះយើងដឹងថាបាទមិនស្រួលបាត់ហើយបាទមិនស្រួលបាត់ហើយចឹងសម្រាប់គ្រូក្រុមទាំងពីរនេះគឺបាទកីឡាករដាក់ពេញជើងទាំងអស់គ្នាទេបាទខាង Inter Miami មាន Messi មាន Luis Suarez Busquets បាទ Alaba របួសអត់មានវត្តមានទេបងប្អូនណាបាទប៉ុន្តែ3នាក់នេះគឺមានទូនាទីហើយខាងក្រុម Porto វាមានជើងខ្លាំងច្រើនដែរណាបងប្អូនពេញដាក់ពេញជើងដូចគ្នាទេខ្ញុំបាន write up ទេចឹងសម្រាប់គូនេះrecommend ចុងក្រោយគឺខ្ញុំគិតថាបាទ Porto នឹងមានឱកាសឈ្នះទៅលើក្រុម Inter Miami បងប្អូនមិនមែនមើលងាយ Inter Miami ទេប៉ុន្តែបើយើងមើលពីសមត្ថភាពបើប៉ុកតូលេអស់សមត្ថភាពក៏មានក្រុមតកលើតុខ្ញុំគិតថា Inter Miami អត់ឈ្នះប៉ុកតូទេបងប្អូនបាទប៉ុកតូគឺជាក្រុមមួយដែលមានភាពចាស់ទុំខ្លាំងក្នុងការលេងពានទ្វីបអឺរ៉ុបក៏ដូចជាពានលំដាប់អន្តរជាតិបងប្អូនឃើញហើយបាទ UEFA Champions League ទៅកាលណាក៏មានប៉ុកតូដែរបាទក៏មានប៉ុកតូដែរបាទប៉ុក SC ប៉ុកតូនេះអញ្ចឹងយប់នេះខ្ញុំគិតថាប៉ុកតូគឺមានទម្ងន់ជាងទៅលើក្រុមបាទ Inter Miami បងប្អូនណាកន្លះដាច់គូនេះអាចបាយបានបាទហើយយើងនិយាយដល់គូ Paris Saint-Germain ជាមួយនឹង Botafogo របស់ប្រទេសប្រេស៊ីលបាទបើនិយាយពីប្រវត្តិក្រុមទាំងពីរមើលសិនបងប្អូនណាបាទក៏អត់ដែរប៉ះគ្នាដែរបងប្អូនណាក្រុមទាំងពីរអត់ដែរប៉ះគ្នាទេបាទដូច Inter Miami ជាមួយ Porto អញ្ចឹងហើយការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរក្នុង FIFA Club World Cup ជុំទី1គឺក្រុមទាំងពីរឈ្នះដូចគ្នាបងប្អូនណាឈ្នះដូចគ្នាដែលក្រុម PSG បានយកឈ្នះទៅលើក្រុម AT Madrid យ៉ាងចាស់ដៃតែម្ដងបាទ4-0បងប្អូនកាឡូ AT នេះគឺជាក្រុមបកាយទុកខ្លាំងមែនទែនប៉ុន្តែប៉ះគ្នាជាមួយ PSG ដោយកូនក្មេងលេងមើលចាស់អញ្ចឹងបងប្អូន PSG បុកយកតែម្ដងបាទ PSG ក្រុមការដឹកនាំរបស់លោក Luis Enrique បាទរដូវកាលថ្មីនេះគឺញាក់សាច់តែម្ដងបងប្អូនខ្លាំងណាស់ទម្រង់លេងមិនធម្មតាទេប៉ះក្រុមណាញ៉ាំក្រុមហ្នឹងបាទយប់នេះខ្ញុំថាទៅទៀតហើយបងប្អូនហើយបាទទៅទៀតហើយមើលទៅបាទBotafogo នេះមិនអាចទប់ជាមួយនឹងប៉ារីសទេបាទប៉ារីសឈ្នះទៀតហើយបាទហើយបើយើងនិយាយអំពី Botafogo ក៏គាត់បានយកឈ្នះដែរបាទទៅលើក្រុម Seattle បងប្អូនណាបាទយកឈ្នះទៅលើក្រុម Seattle ក្នុងលទ្ធផល2-1ផងដែរបាទបើនិយាយអំពី5ប្រកួតចុងក្រោយរបស់ក្រុម Paris Saint-Germain គឺឈ្នះទាំងអស់បាទ5ប្រកួតចុងក្រោយរបស់ Paris Saint-Germain គឺឈ្នះទាំងអស់ណាមិនធម្មតាទេហើយ5ប្រកួតចុងក្រោយរបស់ Botafogo គឺឈ្នះ4ចាញ់1បាទក៏ខ្លាំងគួរសមដែរអធិស្ឋានបងប្អូនបែកនេះដល់បាទអញ្ចឹងយើងនិយាយតាក់ទងប្រវត្តិអាចនិយាយថាប៉ារីសគឺអត់ដែលប៉ះគ្នាជាមួយនឹងក្រុម Botafogo ទេខ្ញុំមិនដឹងនិយាយថាម៉េចប៉ុន្តែបើយើងនិយាយពី5ប្រកួតចុងក្រោយគឺប៉ារីសគេធ្វើបានល្អជាងបងប្អូនណាហើយប៉ារីសយប់នេះគឺគេដាក់កីឡាករពេញជើងដើម្បីញ៉ាំទៀតហើយបងប្អូនហើយបាទញ៉ាំទៀតហើយបាទ Paris Saint-Germain
យប់នេះមានដូចជា Donnarumma មាន Hakimi មាន Marquinhos បាទមាន Pacho ក៏ដូចជា Nuno Mendes ខ្សែបម្រើមាន Joao Neves បាទ Vitinha Fabian Ruiz បាទ Duzare Dui Ousmane Dembele មានវត្តមានហើយបងប្អូនយប់នេះណា Ousmane Dembele ខាងឆ្វេងគឺកីឡាករ Kvaratskhelia បាទសម្រាប់គូនេះបាត់ខ្លីៗទេដោយសារតែវាមើលទៅវាខុសគ្នា ranking ពេកណាបងប្អូនអ្វីដែលខ្ញុំបារម្ភខ្លាចតែប៉ារីមិនចង់ស៊ីទេបងប្អូនបើប៉ារីស៊ីបាទมันក្រោម5គ្រាប់ទេបាទសម្រាប់ Botafogo នេះណាបាទយើងមើលគីឡូ Inter 5-0គីឡូ AT 4-0ហ្នឹងសុទ្ធតែជាក្រុមបកាយទុកណាក្រុមបកាយការពារជាងគេលើលោកហើយលេងប៉ះគ្នាជាមួយប៉ារីដាក់ដល់កអត់មានតដៃរួចហើយអញ្ចឹង Botafogo គីឡូអីគាត់ថាអ្វីដែលយើងបារម្ភខ្លាចថាវាលក់នឹងឯងបងប្អូនហ្នឹងយើងនិយាយត្រង់តែម្ដងបាទនិយាយត្រង់តែម្ដងបាញ់និយាយប្រឆិតប្រឈៀងលើកតុកផងតុកទេអញ្ចឹងគូយប់នេះបាទប៉ារីបើសិនជាគាត់លេងអស់ពីសមត្ថភាពប្រកបជាឈ្នះមិនក្រោម 5-0 ទេបងប្អូន 4-0 ទៅ 5-0 អញ្ចឹងខ្ញុំនៅតែ recommend ថាប៉ារីនៅតែឈ្នះខ្ញុំវិភាគតាមទិន្នន័យបងប្អូនណាអញ្ចឹងប៉ារីគឺមានអត្រាឈ្នះទៅលើ Botafogo អូខេបាទសម្រាប់គូPalmeiras ជាមួយនឹង Al-Ahly បងប្អូនណា Palmeiras និង Al-Ahly នេះខ្ញុំ recommend ថារង Al-Ahly លេងល្អណាបងប្អូនBeach ទៅឈ្នះទៅលើ Inter Miami ទៀតពេលហ្នឹងទៀតអត់ចូលទេបាទពេលដោយសារពេលហ្នឹងទៀតអត់ចូលទេកុំអីយកឈ្នះទៅលើ Inter Miami ទៀតអញ្ចឹងយប់នេះខ្ញុំគិតថា Al-Ahly ល្អនឹងរងបាទរងកន្លះបូក1ឬរងមួយគ្រាប់ណាសម្រាប់ Al-Ahly ហើយសម្រាប់ AT Madrid បាទ AT ត្រូវប៉ះគ្នាជាមួយនឹងក្រុម Seattle បាទ ranking ខុសគ្នាឆ្ងាយបងប្អូនណាអញ្ចឹងយប់នេះ AT ស្ដារមុខមាត់ហើយបងប្អូនបាទ AT ស្ដារមុខមាត់ហើយតមកខកកន្លះដាច់បាទតមកខកកន្លះដាច់ទៅលើក្រុម Seattle គូនេះខ្ញុំ recommend ឲ្យបងប្អូនវាយ AT ដែរបាទ AT យប់នេះឈ្នះហើយបាទមិនចាញ់ទៀតទេបាទដូចជាបាក់មុខបាក់មាត់ដល់ហើយ AT បងប្អូនណាមករយៈចុងក្រោយនេះលេងមិនសូវល្អជាពិសេសចាញ់ទៅលើប៉ារីបងប្អូននេះ 4-0 អញ្ចឹងយប់នេះបាទ AT នឹងស្ដារមុខមាត់ត្រឡប់មកវិញណាបងប្អូនអាចនឹងគ្រប់គ្រង AT Madrid មួយកន្លះដាច់បាល់នេះអាចនឹង 3-1 ឬ 3-0 បាទសម្រាប់គូ AT Madrid ពួក2ថ្ងៃនេះគូវាយសៀងអញ្ចឹងយប់នេះគូវាយឈ្នះវិញបងប្អូនណាអញ្ចឹងមើលទៅអានេះជាការគិតរបស់ខ្ញុំទេអញ្ចឹងតម្រុយបាល់4គូសម្រាប់យប់នេះបាទមើលទៅបងប្អូនទំនងដាក់តាមមិនទំនងក៏រំលងទៅខ្ញុំមនុស្សដូចគ្នាទេមិនមែនទេវតាទេអ្វីដែលខ្ញុំនិយាយគ្រាន់ជាការទុះទាយជាការវិភាគទុកជាមុនណាបងប្អូនដូចខ្ញុំបញ្ជាក់អញ្ចឹង admin ដែលវិភាគបាល់មុនព្រឹត្តិការណ៍វាមិនល្អដូច admin ដែលវិភាគបាល់ក្រោយព្រឹត្តិការណ៍ទេគេមិនចេះខុសទេបងប្អូនដែលបាល់លេងចប់ហើយគេចាប់ដើមវិភាគនិយាយអូចេះចោះអានេះមិនស្គួរធ្វើចេះអានេះចេះចោះបងប្អូនចូលចិត្តមើលអាហ្នឹងវាត្រូវហើយវាមិនអីទេព្រោះមនុស្សចូលចិត្តអ្វីដែលងាយស្រួលអញ្ចឹងគេមិនចេះខុសទេយើងវិភាគមុនព្រឹត្តិការណ៍អញ្ចឹងយើងទូទាយការប្រកួតបងប្អូនណាវាបញ្ហាណារឿងទូទាយដោយហោរាអញ្ចឹងដែលទូទាយឲ្យស្ដាច់អញ្ចឹងទូទាយខុសស្លាប់បាទប៉ុន្តែមន្ត្រីដែលចាំអែបអបស្ដាច់ដែលព្រឹត្តិការណ៍កើតហើយអូចាប់ដើមចេញលបោយចេញតែចេញអីមកអាហ្នឹងវាមិនចេះខុសទេបាទមិនចេះខុសទេអូខេ4គូសម្រាប់យប់នេះគូទី1បងប្អូនអាចនៅលេង over Paris Saint-Germain 3គ្រាប់បាទ over Paris Saint-Germain 3គ្រាប់បាទគូហ្នឹងប៉ារីតឲ្យមួយកន្លះបូក2គ្រាប់ខ្ញុំគិតថាលេង over 3តែម្ដងទេបងប្អូនល្អជាងវាយក៏បានដែរបងប្អូនណាគូនេះខ្ញុំ recommend វាយប៉ារីក៏បាន over 3គ្រាប់ក៏បានបាទគូទី2វាយប៉ុកតូបាទវាយប៉ុកតូកន្លះដាច់បាទប៉ុកតូជាមួយ Inter Miami គូទី3យក Al-Ahly បាទ Al-Ahly ជាមួយនឹងក្លឹបរបស់អាមេរិកហ្នឹង Seattle គឺយក Al-Ahly រងមិន Seattle តែសូមអធិស្ឋានចេះតែភ្លេចបាទ Al-Ahly ត្រូវប៉ះគ្នាជាមួយនឹងក្រុម Palmeiras របស់ប្រេស៊ីលអធិស្ឋានបងប្អូនណាយក Al-Ahly រងបាទ Al-Ahly ជាក្រុមដែលមុំតមួយរបស់ប្រេស៊ីលដែរនឹងថឹងទម្រង់លេងរបស់គាត់នឹងល្អណាសម្រាប់ Al-Ahly អាចទុកចិត្តបានហើយមួយក្រុមទៀតគឺវាយ AT បងប្អូនវាយ AT មកក៏កន្លះដាច់ជាមួយ Seattle អញ្ចឹងបញ្ជាក់ម្ដងទៀតគូទី1 over Paris Saint-Germain 3គ្រាប់គូទី2វាយប៉ុកតូកន្លះដាច់បាទគូទី3គឺយក Al-Ahly រងបាទកន្លះបូក1គូទី4វាយ AT មកក៏កន្លះដាច់អរគុណច្រើនសម្រាប់ការតាមដាននេះកុំភ្លេច join channel Telegram របស់ខ្ញុំទៅដើម្បីមើលការ live បន្តបាល់ទាត់ហើយជាមួយព័ត៌មានកីឡាផ្សេងៗអរគុណហើយ follow page ពិភពកីឡារបស់ខ្ញុំក៏ដូចជា subscribe channel YouTube របស់អរគុណច្រើនសូមគោរពលាបាទ